ในนี้พองได้ខ្ញុំនឹងចាច់ជូនអ្នកនរគ្នាអំពី technique មួយចំនួននៅពេលដែលខ្ញុំមុនចាប់ផ្ដើមធ្វើភ្លេងហើយ technique នេះផងដែរគឺវាមានផលប្រយោជន៍ច្រើនមែនទែនជួយបងប្អូនអ្នកនរគ្នាជា producer ក្នុងការធ្វើភ្លេងហើយ technique នេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយតើវាជួយគេខ្លះទី1គឺជួយឲ្យបងប្អូនអ្នកនរគ្នាបញ្ឈប់ការគិតច្រើនទី2នោះគឺជួយឲ្យយើងបានបញ្ចប់ចម្រៀងយ៉ាងឆាប់រហ័សទី3នោះគឺជួយឲ្យយើងមានភាព productive ទៅខ្លាំងសម្រាប់ទី4វិញគឺជួយឲ្យយើងមានវិន័យក្នុងការផលិតចម្រៀងអញ្ចឹងឥឡូវនេះយើងចូលមកកាន់អត្ថបទយើងទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយអូមុនធ្វើភ្លេងមុនបាក់បញ្ចេកតើយើងត្រូវមានគេខ្លះតើយើងត្រូវធ្វើគេខ្លះយើងត្រូវដឹងទួនាទីយើងគេខ្លះអញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាមុននឹងចាប់ផ្ដើមបញ្ចេកអ្នកទាំងអស់គ្នាត្រូវស្វែងរក reference track ទៅរកបទចម្រៀងណាដែល style បទចម្រៀងដែលយើងកំពុងរៀបនឹងធ្វើនឹងឧទាហរណ៍ខ្ញុំធ្វើ hip hop ឬក៏ techno អញ្ចឹងខ្ញុំទៅរក style ណាដែលស្តៀងនឹងបទចម្រៀងដែលខ្ញុំនឹងធ្វើ energy ធម៌ពល vibe អារម្មណ៍ការ slow chill ឬក៏អីខ្ញុំធ្វើបទខ្ញុំបែបខ្ញុំត្រូវទៅរកបែបនឹងមកថាអូខេខ្ញុំត្រូវទៅរក reference track ដើម្បីយកវាធ្វើជាគ្រោងបទចម្រៀងរបស់យើងដែលយើងនឹងធ្វើហើយកន្លែងនេះមិនមែនមានថាយើង copy ពីគេគឺយើងយកមកដើម្បីដឹងថាកន្លែងនេះគេដាក់ breakdown កន្លែងនេះគេចូល drop កន្លែងនេះគេមាន score កន្លែងនេះគេមាននេះអញ្ចឹងវាជួយពន្លឿនពេលវេលារបស់យើងមិនឲ្យយើងចាប់បាច់មានភាពស្មុគស្មាញឬក៏យើងមានភាពគិតច្រើននៅពេលដែលយើងធ្វើភ្លេងឯងពេលដែលយើងមាន reference track គឺយើងដាក់ reference track មកគឺយើងចាប់ follow up idea structure របស់គេចាប់ផ្ដើមធ្វើ style របស់យើងទី2នោះគឺអ្នកនរគ្នាត្រូវតែមាន mindset មួយគិតអំពីពេលវេលាតើអ្នកនរគ្នាមានពេលវេលាប៉ុន្មានម៉ោងឧទាហរណ៍ថាអូខេថ្ងៃនេះខ្ញុំមាន3ម៉ោងខ្ញុំនឹង set up 3ម៉ោងហ្នឹងខ្ញុំវាចែកចេញជា3ពេល3 session មួយ session ខ្ញុំធ្វើ50នាទីខ្ញុំទុក10នាទីដើម្បីសម្រាកមួយ session 50នាទីខ្ញុំទុក10នាទីសម្រាប់នៅពេលដែលអ្នកនរគ្នាធ្វើខ្លាំងពេកបុកធ្វើ3 4ម៉ោងជាប់គ្នាអត់គ្រប់ពីក្អីដូចពីខ្ញុំពីមុនខ្ញុំអត់ដែរដឹងពី technique ហ្នឹងគឺធ្វើឲ្យខ្ញុំ overwhelm ខ្ញុំ stressful ខ្ញុំ overthinking មែនតើខ្ញុំគិតថាអូខ្ញុំធ្វើភ្លេងមិនចឹងមិនធ្វើយូរទៅ stress តាមពិតធ្វើភ្លេងអត់ stress ទេធ្វើភ្លេងសប្បាយនៅពេលយើងចេះចែកពេលវេលាច្បាស់លាស់អញ្ចឹងអ្នកនរគ្នាត្រូវដឹងថា50នាទីឈប់10នាទីម្ដងនេះជា style របស់ខ្ញុំហើយចំណុចមួយទៀតនៅក្នុងកំឡុងពេលដែលយើងចែក session ហ្នឹងហើយឧទាហរណ៍ថាខ្ញុំនិយាយខាងលើយើងឧទាហរណ៍យើងមាន3ម៉ោងមក50នាទីឬក៏1ម៉ោងទី1ហ្នឹងអ្នកនរគ្នាត្រូវផ្ដោតថាខ្ញុំចង់បានអីខ្ញុំចង់បាន drop ឬក៏ខ្ញុំចង់បាន arrangement ឬក៏ខ្ញុំចង់បាន score ឬក៏ខ្ញុំចង់បាន baseline 1ម៉ោងដំបូងខ្ញុំធ្វើ score ម៉ោងទី2ខ្ញុំធ្វើ drop ម៉ោងទី3ខ្ញុំធ្វើ breakdown យើងចែក session នេះអញ្ចឹងទៅបើយើងថាយើងចង់មានគោលបំណងចង់ធ្វើអីយើងមានភាពលឿនក្នុងការធ្វើកាលពីមុនខ្ញុំធ្វើភ្លេងខ្ញុំធ្វើចេះធ្វើ drop ធ្វើ breakdown ធ្វើនេះធ្វើនោះអត់ដឹងច្បាស់មួយណាទៅមួយណាខ្ញុំធ្វើនិយាយទៅខ្ញុំធ្វើ melange ខ្ញុំច្រឡំនិយាយប្រាំងខ្ញុំធ្វើច្រឡំច្បុកច្បល់ mix ចូលគ្នាអ្នកនរគ្នាខ្ញុំ mix ចូលគ្នាអញ្ចឹងទៅធ្វើខ្ញុំមានអារម្មណ៍ថាបទចម្រៀងខ្ញុំមិនដឹងមួយណាចប់ហើយមិនដឹងថា intro ចប់ breakdown ឲ្យចប់ឬក៏ drop ឲ្យចប់អីអញ្ចឹងទៅវាមានភាពពិបាកខ្ញុំញ៉ៃញ៉ៃអញ្ចឹងលើកក្រោយអ្នកនរគ្នាត្រូវធ្វើតាមខ្ញុំទៅមានភាពងាយស្រួលយើងដឹងថាយើងចង់បានអីយើងយក session គ្នាទៅយើងលឿននឹងធ្វើការលឿននៅពេលដែលបងប្អូនអ្នកនរគ្នាដឹងអ្វីដែលយើងចង់បានអ្វីចង់ធ្វើអីមុនយើងបើកកម្មវិធីយើងសួរណៃថាអូខេឥឡូវនេះខ្ញុំធ្វើចង្វាក់អីដែលខ្ញុំចង់ជាងគេឧទាហរណ៍ថាខ្ញុំធ្វើ techno ខ្ញុំផ្ដោតទៅ hard techno ឬក៏ techno អ្នកនរគ្នាផ្ដោតទៅ hip hop អ្នកនរគ្នាផ្ដោតទៅ hip hop ហើយយើងត្រូវសួរណៃថា BPM ប្រមាណដែលយើងចង់ដាក់ល្បឿនរបស់យើងដែលយើង prefer យើងចង់បានដូចខ្ញុំដាក់150ដាក់ប្រមាណដែលអ្នកនរគ្នាចង់បានហើយអារម្មណ៍ vibe ចម្រៀងអ្នកនរគ្នាចង់បាន dark vibe បែបកាច aggressive dark ឬក៏ chill ឬក៏អីអ្នកនរគ្នាត្រូវតែមានកម្រងឲ្យហើយយើងសួរណៃទៀតតើបទចម្រៀងហ្នឹងយើងធ្វើសម្រាប់ club web ផុនឬក៏យើងធ្វើសម្រាប់តែអ្នកស្ដាប់ធម្មតាសម្រាប់ streaming ទេកន្លែងចំណុចនេះដែរគឺខ្ញុំនិយាយផ្ដោតទៅលើបងប្អូននៅក្នុង EDM music តែបងប្អូនអ្នកចម្រៀងធម្មតាគឺគាត់ធ្វើដើម្បី streaming ឯង of course ប៉ុន្តែយើងជា DJ ឬក៏ producer យើងមានពីរប្រភេទនៃចម្រៀងយើងចង់បានប្រភេទចម្រៀង streaming សម្រាប់តែអ្នកស្ដាប់ឬក៏សម្រាប់មួយទៀតគឺយើងធ្វើផ្ដោតសម្រាប់ទៅលើ energy club ដូចខ្ញុំជាទូទៅគឺខ្ញុំផ្ដោតទៅលើ energy club ឬក៏ energy festival ហើយមួយទៀតកន្លែងនេះគឺកន្លែងយើងកំណត់វិន័យសម្រាប់ខ្លួនឯងថាតើ session មួយនេះខ្ញុំអត់ផ្លាស់ប្ដូរកន្លែងនេះខ្ញុំអត់ប៉ះកន្លែងនេះហ្មង kick ក៏ខ្ញុំអត់ដូរអីខ្ញុំអត់ដូរដែរបើខ្ញុំផ្ដោតនៅកន្លែង chord គឺខ្ញុំផ្ដោត chord ខ្ញុំផ្ដោតកន្លែង kick គឺខ្ញុំផ្ដោត kick ខ្ញុំផ្ដោត bass គឺខ្ញុំផ្ដោត bass គឺខ្ញុំអត់ទៅញ៉ៃញ៉ៃកន្លែងផ្សេងទេអ្នកនរគ្នាដឹងថាចន្លោះតូចបន្តិចហ្នឹងអាចជួយឲ្យ creativity របស់យើង workflow របស់យើងបានលឿនហើយយើងមានភាពងាយស្រួលនឹងធ្វើការងារទៀតដោយសារយើងអត់មានភាពច្រឡំញ៉ៃញ៉ៃយកមកច្បុកច្បល់គ្នាហើយនេះគឺជាចំណុចសំខាន់ផងដែរនៅពេលដែលបងប្អូនទាំងអស់គ្នាមាន melody នៅក្នុងខួរក្បាលនៅពេលដែលយើងហំនៅពេលដែលយើងអញ្ចឹងចូលអ្នកនរគ្នា record ដាក់ក្នុងទូរស័ព្ទឬក៏អ្នកនរគ្នាចូលទៅសរសេរ melody ហ្នឹងឬក៏ note ហ្នឹងនៅក្នុងកម្មវិធីភ្លេងយើងភ្លាមព្រោះឲ្យអ្នកនរគ្នាត្រូវចាំមួយថាកុំទុកចិត្ត memory ក្នុងខួរក្បាលយើងខ្ញុំជួបអ្នកភ្លេងច្រើនណាស់សូម្បីតែអ្នកខ្លាំងប៉ុណ្ណាក៏ដោយគេរកនឹក melody ឃើញភ្លាមគេ record ភ្លាមឬក៏គេសរសេរភ្លាមបើអ្នកនរគ្នាឆែកទូរស័ព្ទខ្ញុំណាតើ voice ខ្ញុំដើរតាមផ្លូវខ្ញុំទៅផ្សារទៅអីខ្ញុំនឹកឃើញ melody ទេខ្ញុំ record ដាក់ទូរស័ព្ទខ្ញុំហើយអានេះគឺជាវិធីមួយដែលសារអី memory កុំទុកចិត្តអញ្ចឹងនៅពេលដែលយើងរកនឹក melody ឃើញព្រោះនឹកឃើញ melody យើងចូលចិត្តគេថាអូអត់អីវាជាប់ក្នុងខួរក្បាលយើងហើយ never វាអត់ដែរជាប់ក្នុងខួរក្បាលយើងហើយថ្ងៃណាមួយឬក៏ពេលវេលាណាមួយក្នុងថ្ងៃហ្នឹងឬក៏10នាទីទៀតយើងនឹងភ្លេចវាអូតូហ្មងយើងរកនឹកវាឃើញទោះបីយើងរកវាឃើញក៏អាចមក melody ដើមដែរអញ្ចឹងជាគំរូមួយ record ឬក៏ដាក់សរសេរវាចូលនៅក្នុងកម្មវិធីយើងធ្វើភ្លេងហើយសម្រាប់ចំណុចចុងក្រោយវិញគឺនៅពេលដែលយើងមុនបិទបញ្ចុចធ្វើភ្លេងនៅពេលដែលយើងធ្វើភ្លេងហើយអ្នកនរគ្នាត្រូវមានក្រដាសមួយឬក៏សរសេរ note នៅក្នុងកុំព្យូទ័រwhat do I want next អ្វីទៅដែលខ្ញុំចង់បាននៅ session បន្ទាប់នៅពេលដែលខ្ញុំមកធ្វើភ្លេងបន្ទាប់ទៀតយើងសរសេរមកយើងមុនបិទបញ្ចុចយើងមើលបញ្ចុចរបស់យើងមកថាអូខេខ្ញុំនៅស្ទើរកន្លែងនេះ note វា
ទុក vocal កន្លែងនេះចេះ note វាទុកហើយ the next session យើងមកយើងដឹងថាអូខ្ញុំត្រូវធ្វើ play អានេះខ្ញុំត្រូវកែនេះខ្ញុំត្រូវធ្វើអញ្ចឹងគឺវាមានភាពងាយស្រួលដល់បងប្អូនគ្នាបញ្ចប់ជំនាញបានលឿនដូចគ្នាអ្នកនរគ្នាជឿខ្ញុំនិយាយមួយថា producer យើងពីច្រើនណាគឺគាត់អត់ខ្សោយគាត់មានសមត្ថភាពទាំងអស់អ្វីដែលគាត់ខ្វះខាតគឺ system ការលើកទឹកចិត្តនិងអ្នកជួយជំរុញពីក្រោយអ្នកនរគ្នាកុំភ្លេចជួយ follow page ទាំងក្នុង Facebook ទាំងក្នុង YouTube និងអ្នកនរគ្នាចង់បានមេរៀនថ្មីៗកុំភ្លេចចូល subscribe នៅក្នុង Telegram ដូចគ្នាមួយទៀតគឺជាជំរឿសបើសិនជាបងប្អូនអ្នកនរគ្នាស្រឡាញ់អ្វីដែលខ្ញុំកំពុងធ្វើចូលចិត្តអ្វីខ្ញុំកំពុងធ្វើអ្នកនរគ្នាកុំភ្លេចជួយ follow ខ្ញុំមួយនៅក្នុង Instagram ផងឈ្មោះ Dentronic អរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះ